ព្រំធុចអតីតវិជ្ជបណ្ឌិតនៅមន្ទីរពេទ្យប្រកេតមាលាព្រំធុចជាអតីតវិជ្ជបណ្ឌិតនៅមន្ទីរពេទ្យប្រកេតមាលាឪពុករបស់គាត់ឈ្មោះព្រំថៃម្ដាយឈ្មោះពេញពេជ្រប្រពន្ធរបស់ធុចឈ្មោះហៅវណ្ណាមានស្រុកកំណើតនៅស្រុកមោងឫស្សីខេត្តបាត់ដំបងធុចមានកូន5នាក់ស្រី2នាក់និងប្រុស3នាក់ធុចត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី10ខែមករាឆ្នាំ1976នៅខេត្តបាត់ដំបងរួចបញ្ជូនមកមន្ទីរស21ឃុំឃាំងនៅក្នុងផ្ទះក3បន្ទប់ធំ7មជ្ឈមណ្ឌលឯកសារកម្ពុជាមានតម្កល់ប្រវត្តិរូបរបស់ព្រំធុចដែលមានបិទរូបថតផងជាយមត្រូវជាក្មួយសាច់ថ្លៃរបស់ធុចបានរក្សាទុករូបថតរបស់ធុចចំនួន2សន្លឹកជាយមបានរៀបរាប់អំពីរឿងរ៉ាវរបស់ព្រំធុចថាពួកធុចបានបាត់ខ្លួនតាំងពីឆ្នាំ1975នៅពេលជម្លៀសចេញពីទីក្រុងភ្នំពេញចំណែកប្រពន្ធនិងកូនរបស់គាត់សពថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ1983ប្រពន្ធរបស់ពួកធុចធ្លាប់បានផ្ញើសម្បត្តិមួយច្បាប់មកសុំឲ្យខ្ញុំផ្ញើរូបថតពួកធុចទៅឲ្យគាត់បានប្រាប់ខ្ញុំថាប្តីរបស់គាត់ស្លាប់ហើយកូនរបស់គាត់មុខដោយឪពុកវាណាពេលនោះដោយសារតែប្រទេសជាតិមិនទាន់មានសន្តិភាពស្រួលបួលខ្ញុំក៏មិនបានឆ្លើយតបសម្បត្តិទៅប្រពន្ធគាត់វិញទេក្រោយមកខ្ញុំបានធ្វើឲ្យបាត់អាសយដ្ឋានប្រពន្ធរបស់គាត់ខ្ញុំទើបតែបានឃើញប្រវត្តិរូបមួយសន្លឹករបស់ពុទ្ធុចតាមរយៈបុគ្គលិកស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលចុះទៅស្រាវជ្រាវនៅភូមិរបស់ខ្ញុំពុទ្ធុចមានបងប្អូន3នាក់ស្រី2នាក់និងប្រុសម្នាក់គឺរូបគាត់ក្រុមគ្រួសាររបស់គាត់ស្លាប់នៅក្នុងរបបខ្មែរក្រហមទាំងអស់បងប្អូនគាត់2នាក់និងឪពុកម្ដាយរបស់គាត់បានស្លាប់ដោយសារខ្វះខាតអាហារនិងឈឺគ្មានថ្នាំព្យាបាលចំណែកពុទ្ធុចស្លាប់ដោយអង្គការសម្លាប់ពុទ្ធុចមានស្រុកកំណើតនៅភូមិស្នៃពុលឃុំពីរាំងខេត្តព្រៃវែងគាត់រៀននៅសាលាស្នៃពុលបន្ទាប់មកគាត់ចូលរៀនសាលាពេទ្យនៅទីក្រុងភ្នំពេញពេលគាត់រៀនចប់គាត់ទៅធ្វើការនៅខេត្តស្ទឹងត្រែងមួយរយៈទៅផ្លាស់មកធ្វើការនៅមន្ទីរពេទ្យប្រកេតមាលាទីក្រុងភ្នំពេញពុទ្ធុចធ្វើការខាងផ្នែកវះកាត់ប្រពន្ធរបស់គាត់ជាអ្នករស់នៅខេត្តបាត់ដំបងទាំងពីរអ្នកប្តីប្រពន្ធបានស្គាល់គ្នានៅពេលដែលពុទ្ធុចទៅដើរលេងនៅទីនោះក្រោយពេលរៀបការហើយប្តីប្រពន្ធគាត់រស់នៅទីក្រុងភ្នំពេញផ្ទះនៅតាមផ្លូវកម្ពុជាក្រោមពុទ្ធុចបានបើកគ្លីនិកមួយនៅផ្ទះរបស់គាត់ដើម្បីរកប្រាក់ចំណូលបន្ថែមហើយឲ្យប្រពន្ធគាត់នៅមើលខុសត្រូវគ្លីនិកនោះជីវភាពគ្រួសារគាត់ធូរធារនៅថ្ងៃទី17ខែមេសាឆ្នាំ1975ក្រុមគ្រួសារពុទ្ធុចចេញពីទីក្រុងភ្នំពេញរួមជាមួយឪពុកម្ដាយបងប្អូននិងប្រពន្ធកូនរបស់គាត់ពេលដែលធ្វើដំណើរមកតាមផ្លូវជាតិលេខ1បានពាក់កណ្ដាលផ្លូវពុទ្ធុចក៏សំបែងផ្លូវពីឪពុកម្ដាយនិងបងប្អូនគាត់មិនចង់ទៅស្រុកកំណើតរបស់គាត់ទេពីព្រោះប្រជាជននៅទីនោះភាគច្រើនបានដឹងពីការងាររបស់គាត់បានផ្ដាំផ្ញើឲ្យខ្ញុំជួយថែរក្សាឪពុកម្ដាយរបស់គាត់ផងចាប់តាំងពីពេលនោះមកពុទ្ធុចក៏បាត់ដំណឹងរហូតឪពុកម្ដាយនិងបងប្អូនរបស់គាត់បានធ្វើដំណើរទៅដល់ស្រុកកំណើតនៅឯភូមិស្នៃពុលឃុំពីរាំងខេត្តព្រៃវែងនៅស្រុកពីរាំងខ្ញុំបានសុំអនុញ្ញាតពីអង្គការយកឪពុកម្ដាយរបស់ពុទ្ធុចទៅរស់នៅក្នុងផ្ទះជាមួយខ្ញុំប្អូនគាត់2នាក់ទៀតត្រូវអង្គការបែងចែកឲ្យធ្វើការនៅកងចល័តនារីក្រោយមកឪពុកម្ដាយរបស់ពុទ្ធុចបានស្លាប់ជាបន្តបន្ទាប់ម្ដាយរបស់ពុទ្ធុចស្លាប់ដោយសារជំងឺគ្រុនក្តៅគ្មានថ្នាំសង្កូវព្យាបាលនិងគ្មានអាហារហូបចុកគ្រប់គ្រាន់5ខែក្រោយមកឪពុករបស់ពុទ្ធុចក៏ស្លាប់ដែរដោយសារជំងឺស្លាប់មួយចំហៀងខ្លួនបន្ទាប់មកបងស្រីរបស់គាត់ព្រំធោបានស្លាប់ដោយសារជំងឺចំណែកឯប្អូនស្រីរបស់គាត់ឈ្មោះព្រំសាបត្រូវអង្គការហៅឲ្យផ្លាស់ទីលំនៅទៅភូមិថ្មីជាមួយកូន3នាក់ហើយបាត់ដំណឹងតាំងពីពេលនោះរហូតមកខ្ញុំគិតថាព្រំសាបត្រូវអង្គការសម្លាប់ហើយពីព្រោះមានអ្នកនៅក្នុងភូមិដែលត្រូវបញ្ជូនទៅដីថ្មីដែរមិនដែលឃើញត្រឡប់មកវិញសោះនៅក្នុងរបបខ្មែរក្រហមខ្ញុំបានប្ដូរទីកន្លែងរស់នៅពីភូមិមួយទៅភូមិមួយក្នុងគោលបំណងរកកន្លែងណាដែលមានអាហារហូបចុកគ្រាន់បើបន្តិចបងប្អូនរបស់ខ្ញុំសុទ្ធសឹងជាប្រជាជនមូលដ្ឋានមានតែគ្រួសារពុទ្ធុចទេដែលជាអតីតប្រជាជនថ្មីរូបថតមួយសន្លឹកនេះគឺខ្ញុំជាអ្នករក្សាទុកខ្ញុំបានរូបថតនេះតាំងពីជំនាន់សម្ដេចសីហនុម្លេះ
ពុទ្ធុចថតនៅពេលគាត់ចូលធ្វើពេទ្យនៅមន្ទីរពេទ្យប្រកេតមីលាខ្ញុំបានវេចខ្ចប់វាយ៉ាងស្អាតហើយលាក់ទុកនៅក្នុងបង្វេចខោអាវរបស់ខ្ញុំប្រសិនបើឆ្លប់រកឃើញរូបថតនេះក្រុមគ្រួសារខ្ញុំពិតជាស្លាប់រហូតមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំគ្មានសង្ឃឹមថាពុទ្ធុចនៅរស់ទេបើសិនជាគាត់នៅរស់គាត់ពិតជាវិលទៅរកសាច់ញាតិរបស់គាត់នៅភូមិកំណើតមិនខានខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចរកឃើញអាសយដ្ឋានប្រពន្ធរបស់ពុទ្ធុចហើយផ្ញើរូបថតពុទ្ធុចទៅឲ្យគាត់វិញជ័យផុនមានស្រុកកំណើតនៅឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលផុនអតីតជាគ្រូបង្រៀនផុនបានរក្សាទុករូបថត5សន្លឹកដែលថតមុនឆ្នាំ1975រូបថតទាំងនេះគឺជារូបថតសាច់ញាតិរបស់គាត់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមផុនបានផ្សាយរូបថតទាំង5សន្លឹកមកមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីកត់ត្រារឿងរ៉ាវរបស់គាត់ទុកជាឯកសារប្រវត្តិសាស្ត្រខាងក្រោមនេះគឺជាការរៀបរាប់របស់ជ័យផុនបងប្រុសរបស់ខ្ញុំ2នាក់បួសរៀននៅវត្តហើយខ្ញុំក៏ទៅសំណាក់នៅវត្តជាមួយបងទាំងពីរតាំងពីអាយុ5ឆ្នាំម្លេះក្រុមគ្រួសាររបស់ខ្ញុំក្រណាស់ឪពុកខ្ញុំស្លាប់នៅសម័យសង្គមរាស្ត្រនិយមដោយសារជំងឺចាស់ជរាដូច្នេះបន្ទុកគ្រួសារធ្លាក់ទៅលើម្ដាយខ្ញុំតែម្នាក់គត់ម្ដាយប្រកបមុខរបរលក់កន្ទេលដូច្នេះគាត់គ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ឲ្យពួកខ្ញុំបានរៀនសូត្រទេខ្ញុំជាសិស្សពូកែខ្ញុំតែងតែរៀនបានចំណាត់ថ្នាក់លេខ1ឬលេខ2ជានិច្ចខ្ញុំរៀនពូកែផ្នែកគណិតវិទ្យានិងផ្នែកភាសាបារាំងដោយសារខ្ញុំរៀនពូកែដូច្នេះមានមិត្តភ័ក្តិជាច្រើនមកនិយាយលេងជាមួយខ្ញុំរៀននៅសាលាបឋមសិក្សាព្រែកតាមាក់ក្រោយមកខ្ញុំផ្លាស់ទៅរៀននៅសាលាព្រែកឯងខ្ញុំក៏ប្រឡងចប់ហើយមករៀនបន្តនៅសាលាគរុកោសល្យជាន់ខ្ពស់នៅទីក្រុងភ្នំពេញដែលមានលោកកេងវណ្ណស័ក្តិជានាយកគ្រប់គ្រងទូទៅនិងលោកស៊ុនសេនជានាយកគ្រប់គ្រងផ្នែកសិក្សាស៊ុនសេនស្អាតដូចកូនចិនគាត់ជាមនុស្សស្លូតបូតក្រោយពីរៀនចប់ខ្ញុំបានទៅធ្វើជានាយកសាលានៅស្រុកស្រីសន្ធរខេត្តកំពង់ចាមនៅទីនោះមានគ្រូបង្រៀនតិចណាស់ដូច្នេះខ្ញុំទទួលខុសត្រូវបង្រៀនសិស្សជាច្រើនថ្នាក់ខ្ញុំរៀបការនៅឆ្នាំ1962ប្រពន្ធរបស់ខ្ញុំឈ្មោះបុលយ៉ែមត្រូវជាប្អូនជីដូនមួយរបស់ខ្ញុំស្រុកកំណើតរបស់នាងនៅខាងឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាលក្រោយឆ្នាំ1979ប្រពន្ធរបស់ខ្ញុំស្លាប់បាត់បង់ជីវិតក្នុងអាយុ50ឆ្នាំដោយសារជំងឺប្រចាំកាយនៅឆ្នាំ1967ខ្ញុំបានផ្លាស់មកបង្រៀននៅសាលាបឋមសិក្សាព្រែកតាមាក់វិញនៅអំឡុងពេលនោះមានរឿងជ្រួលច្របល់តាមចាប់គ្រូបង្រៀនដែលឃោសនាពីរឿងខ្មែរក្រហមគ្រូរបស់ខ្ញុំឈ្មោះឆេងវ៉ុនតែងឃោសនាពីរឿងខ្មែរក្រហមជារឿយៗប៉ុន្តែខ្ញុំមិនបានចូលរួមក្នុងចលនានេះទេដោយសភាពការកាន់តែតឹងតែងឡើងនិងដោយមានការទម្លាក់គ្រាប់បែកផងខ្ញុំនិងប្រពន្ធកូនបានសម្រេចចិត្តមករស់នៅទីក្រុងភ្នំពេញខ្ញុំធ្វើជាអ្នកយាមនៅសាលាខេត្តកណ្ដាលនៅឆ្នាំ1974ខ្ញុំបានសុំផ្លាស់មកធ្វើជាគ្រូបង្រៀនកុមារនៅម្ដុំជ្រោយចង្វាខ្ញុំបានទិញផ្ទះមួយខ្នងនៅទីនោះហើយបានទិញកីតម្បាញមួយនិងឧបករណ៍ផ្សេងៗដើម្បីឲ្យប្រពន្ធខ្ញុំត្បាញមុងនិងកន្ទេលលក់នៅឆ្នាំ1975ពេលដែលកងទ័ពខ្មែរក្រហមទទួលបានជ័យជំនះលើរបបដុនល់មានការស្រែកឃោសនាតាមមីក្រូថាយើងឈ្នះហើយយើងបានសុខសប្បាយហើយលែងមានសង្គ្រាមអីទៀតហើយពេលនោះខ្ញុំមានបំណងវិលមកស្រុកកំណើតវិញនៅតាមផ្លូវកងទ័ពខ្មែរក្រហមបានឲ្យអង្គមួយតៅដល់ក្រុមគ្រួសាររបស់ខ្ញុំបានស្នាក់នៅម្ដុំបាក់ខែងនៅទីនោះខ្ញុំបានទៅរកត្រីខ្លះដើម្បីមកផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្ញុំក្រោយមកទៅអង្គការជំនះខ្ញុំបន្តទៅស្រុកកំណើតរបស់ខ្ញុំនៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលពេលខ្ញុំធ្វើដំណើរមកដល់ភូមិកំណើតប្រជាជនទាំងអស់គ្នានៅទីនោះបានដឹងថាខ្ញុំធ្លាប់ធ្វើជាគ្រូពីមុនមកហើយប្រធានសហគមន៍ក៏បានសួរនាំខ្ញុំអំពីការងាររបស់ខ្ញុំពីមុនមកដែរខ្ញុំឆ្លើយប្រាប់តាមត្រង់ថាខ្ញុំធ្លាប់ធ្វើគ្រូបង្រៀននិងចេះនេសាទត្រីប្រធានសហគមន៍រូបនោះចាត់តាំងឲ្យខ្ញុំធ្វើការក្នុងក្រុមនេសាទត្រីដែលមានសមាជិក3នាក់ប្រសិនបើខ្ញុំប្រាប់គេថាខ្ញុំធ្លាប់កាន់កាំភ្លើងយាមកាមនៅតាខ្មៅខ្ញុំប្រហែលជាត្រូវអង្គការសម្លាប់ហើយខ្ញុំរស់នៅជាមួយប្រជាជនចាស់ប៉ុន្តែប្រជាជនចាស់មិនពេញចិត្តចំពោះខ្ញុំឡើយអ្នកទាំងនោះមើលងាយខ្ញុំថាជាប្រជាជន17មេសាអង្គការជ្រើសរើសអ្នកមិនចេះអក្សរឲ្យមកធ្វើជាអ្នកដឹកនាំអ្នកមានចំណេះវិជ្ជា
ក្រោយមកដោយសារខ្ញុំចេះធ្វើការងារជាច្រើនមុខដូចជាស្ទូងស្រូវដកសំណាបនេសាទត្រីជួសជុលមងចាក់ថ្នាំនិងចេះកូតត្រូអ្នកទាំងនោះក៏ស្រឡាញ់រាប់អានខ្ញុំវិញជារៀងរាល់យប់គណៈសហករណ៍ហៅខ្ញុំទៅកូតត្រូនិងលេងកម្សាន្តជាមួយក្រុមភ្លេងដទៃទៀតបទចម្រៀងដែលខ្ញុំតែងតែយកមកកូតមានចំណងជើងថាយុទ្ធជនយុទ្ធនារីជួសជុលផ្លូវដែកបទនេះខ្ញុំតែងតែឮតាមមីក្រូនៅពេលហូបបាយល្ងាចខ្ញុំបានយកចម្រៀងទាំងនោះមកហាត់កូតជាបទភ្លេងពេលលេងភ្លេងម្ដងឆ្លប់ឲ្យថ្នាំជក់ខ្ញុំប្រពន្ធរបស់ខ្ញុំត្រូវអង្គការចាត់តាំងឲ្យធ្វើការខាងក្រុមស្ទូងស្រូវដកសំណាបនៅក្នុងសហករណ៍ប្រពន្ធខ្ញុំលំបាកណាស់ទាំងការងារនិងការហូបចុកពេលខ្លះខ្ញុំលួចយកត្រីដែលនេសាទបានមកដុតហើយខ្ចប់លាក់ទុកក្នុងហោប៉ៅយកមកផ្ញើប្រពន្ធនៅឯផ្ទះខ្ញុំមិនអាចយកត្រីដែលខ្ញុំនេសាទបានមកហូបទេពីព្រោះប្រសិនបើអង្គការដឹងខ្ញុំពិតជាស្លាប់ខ្ញុំចៅទូកកាត់រលកផងខ្យល់ផងទៅនេសាទត្រីទោះបីជាចង់ឬមិនចង់ក៏ខ្ញុំត្រូវតែទៅដែរខ្ញុំឮសូរមនុស្សធ្លាក់ទឹកដោយការច្រានទម្លាក់ពីលើច្រាំងនៅមុនពេលច្រានទម្លាក់ខ្ញុំឮសំឡេងមនុស្សស្រែកទ្រហោយំតាលុនអ្នកនេសាទត្រីជាមួយខ្ញុំបានប្រាប់ខ្ញុំថាពេលខ្លះគាត់លើកឈ្នាងត្រីមកឃើញជាប់សាកសពមនុស្សជួនកាលពេលខ្ញុំកំពុងតែហូបបាយនៅមាត់ច្រាំងក៏ឃើញសាកសពបណ្ដែតមកក្បែរជារៀងរាល់យប់ឆ្លប់យកមនុស្សទៅបាត់ខ្ញុំមិនដែលបានដេកលក់ស្រួលទេខ្ញុំចេះតែផិតភ័យមិនដឹងជាដល់វេនអ្នកណាឡើយអង្គការចង់យកខ្ញុំទៅរៀនសូត្រជាច្រើនដងប៉ុន្តែអ្នកភូមិបានសុំអង្គការកុំឲ្យយកខ្ញុំទៅអីព្រោះខ្ញុំមិនដែលមានទំនាស់ជាមួយអ្នកណាឡើយខ្ញុំដឹងថាបើខ្ញុំទៅរៀនសូត្រខ្ញុំពិតជាស្លាប់នៅឆ្នាំ1979ពេលកងទ័ពវៀតណាមវាយរំដោះកងទ័ពខ្មែរក្រហមបានឲ្យខ្ញុំចែវទូកចម្លងទៅត្រើយម្ខាងទៀតទាំងយប់ដើម្បីគេចខ្លួនខ្ញុំមិនហ៊ានប្រកែកតវ៉ាឡើយពីព្រោះអ្នកទាំងនោះមានកាន់កាំភ្លើងគ្រប់ដៃខ្ញុំបានត្រៀមពូថៅមួយដាក់ជាប់នឹងខ្លួនដើម្បីការពារខ្លួនពេលមានអាសន្នប៉ុន្តែអ្នកទាំងនោះមិនបានធ្វើបាបខ្ញុំទេខ្ញុំមានកូន8នាក់សប្តាហ៍ថ្ងៃនៅរស់5នាក់កូនស្រី3នាក់បានស្លាប់ក្នុងនោះកូនម្នាក់អាយុ5ឆ្នាំស្លាប់ដោយសាររលាកភ្លើងកាលនោះប្រពន្ធរបស់ខ្ញុំធ្វើឲ្យឆាភ្លើងចង្គៀងបណ្ដាលឲ្យឆេះផ្ទះប៉ុន្តែពន្លត់បានវិញរូបថតមួយសន្លឹកនេះបងប្អូនខ្ញុំថតជុំគ្នាទុកជាអនុស្សាវរីយ៍រូបទី1ខាងឆ្វេងដៃគឺជាបងប្រុសទី2របស់ខ្ញុំឈ្មោះជ័យផនក៏ជាអ្នករៀនចេះដឹងបានជ្រៅជ្រះម្នាក់បន្ទាប់ពីបញ្ចប់ការសិក្សានៅស្រុកមុខកំពូលគាត់ចូលបម្រើការងារជាប៉ូលីសនៅដីឥដ្ឋមួយឆ្នាំក្រោយមកគាត់ប្រឡងចូលផ្នែកពេទ្យហើយមកធ្វើការនៅមន្ទីរពេទ្យប្រកេតូមីលានៅទីក្រុងភ្នំពេញនៅឆ្នាំ1975ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសារគាត់មកស្រុកកំណើតប៉ុន្តែគាត់រស់នៅទីនោះបានរយៈពេលតែ1ឆ្នាំអង្គការក៏ជម្លៀសក្រុមគ្រួសារគាត់ទៅរស់នៅខេត្តបាត់ដំបងទៀតក្រុមគ្រួសាររបស់គាត់បានស្លាប់ជាបន្តបន្ទាប់ដោយសារគ្មានអាហារបរិភោគគ្រប់គ្រាន់ចំណែករូបទី2គឺបងជ័យស្បោងអតីតធ្វើអាចារ្យនៅវត្តសុវតីគាត់ស្លាប់នៅឆ្នាំ1997ដោយបាក់កម្លាំងរូបទី3គឺបងជ័យផានហៅសខូនពីមុនធ្វើការនៅក្រសួងកសិកម្មគាត់ស្លាប់នៅក្នុងរបបខ្មែរក្រហមរូបទី4គឺរូបខ្ញុំនៅក្នុងរបបខ្មែរក្រហមខ្ញុំលាក់រូបថតនៅក្នុងបាវឆ្លប់ខ្មែរក្រហមបានមកឆែកឆេររកដែរប៉ុន្តែរកមិនឃើញឆ្លប់ឆែកឆេរយកបានតែសៀវភៅប៉ុណ្ណោះខ្ញុំក៏បានលាក់ទុកសៀវភៅធម៌បានខ្លះដែររូបថតមួយសន្លឹកទៀតដែលខ្ញុំថតម្នាក់ឯងគឺខ្ញុំថតក្រោយពេលខ្ញុំរៀបការហើយខ្ញុំថតនៅម្ដុំតាខ្មៅរូបថតរបស់ប្រពន្ធខ្ញុំមួយនេះនាងថតការនៅជាសិស្ស